ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានលើកឡើងដោយមានជំនឿថាទីក្រុងមូស្គូនឹងមិនចាំបាច់ប្រើអាវុធនុយក្លេអ៊ែរវាយប្រហារប្រទេសអ៊ុយក្រែននោះទេលោក Putin សន្យាថាវានឹងមិនកើតឡើងទេព្រោះលោកសង្ឃឹមថាស្ថានភាពនឹងមិនឈានដល់ដំណាក់កាលចាំបាច់នោះឡើយនេះបើតាមការចេញផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន PBS News កាលពីថ្ងៃទី4ខែឧសភាឆ្លើយតបចំពោះសំណួររបស់អ្នករាយការណ៍ព័ត៌មានទូរទស្សន៍រដ្ឋរុស្ស៊ីសួរអំពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែនទៅលើប្រទេសរុស្ស៊ីប្រសិនបើកើតមាននៅថ្ងៃខួបរំលឹក80ឆ្នាំនៃការបិទបញ្ចប់សង្គ្រាមលោកលើកទី2លោកពូទីនអះអាងថាគេមិនទាន់អាចនិយាយបានទេខណៈពេលនេះលោកមិនមានការលេចឡើងនៅភាពចាំបាច់ដែលត្រូវប្រើអាវុធនុយក្លេអ៊ែរឡើយលោកសង្ឃឹមថាតទៅមុខនេះក៏នឹងបន្តគ្មានដែរលោក Vladimir Putin បញ្ជាក់ថារុស្ស៊ីមានកម្លាំងនិងមធ្យោបាយគ្រប់គ្រាន់ដើម្បីបញ្ចប់នៅអ្វីដែលចាប់ផ្ដើមកាលពីឆ្នាំ2022ជាមួយលទ្ធផលដែលរុស្ស៊ីកំពុងតែចង់បាននៅពេលនេះលោកពូទីនចុះហត្ថលេខាទៅលើកំណែទម្រង់នៃគោលការណ៍នុយក្លេអ៊ែររបស់រុស្ស៊ីក្នុងខែវិច្ឆិកាឆ្នាំ2024ដោយបង្ហាញពីកលៈទេសៈដែលអនុញ្ញាតឲ្យលោកប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ទីក្រុងមូស្គូដែលរុស្ស៊ីមានអាវុធប្រភេទនេះច្រើនជាងគេនៅលើពិភពលោកការកែប្រែគោលការណ៍នុយក្លេអ៊ែរបានផ្ដល់ឲ្យលោកពូទីនមានសិទ្ធិក្នុងការឆ្លើយតបដោយប្រើអាវុធប្រឡាយលោកនេះបើចាំបាច់ប៉ុន្តែនៅគណៈកងទ័ពរុស្ស៊ីវាយជិតដល់ទីក្រុងគៀវដែលនៅសល់តែ60គីឡូម៉ែត្រប៉ុណ្ណោះក៏ត្រូវបានទប់ស្កាត់មិនឲ្យចូលដល់រដ្ឋធានីគៀវក៏ដោយក៏កងកម្លាំងវាយបកវិញពីសំណាក់កងទ័ពអ៊ុយក្រែនដែលជាជំនួយអាវុធភ្លាមៗពីអង់គ្លេសនិងអាមេរិកបានទៅដល់ដៃកងទ័ពអ៊ុយក្រែនក្នុងគ្រានេះហើយដែលកងទ័ពអ៊ុយក្រែនវាយរុញទ័ពរុស្ស៊ីឲ្យរត់ទៅភាគខាងកើតភាគខាងត្បូងវិញជាមួយនឹងរថក្រោះរថពាសដៃរាប់រយគ្រឿងរបស់រុស្ស៊ីត្រូវបានកងទ័ពអ៊ុយក្រែនបាញ់ឆេះនិងរឹបអូសបានហើយបានកំពុងបន្តឲ្យមានសង្គ្រាមមកទល់នឹងពេលនេះបច្ចុប្បន្ននេះកងកម្លាំងរបស់រុស្ស៊ីកំពុងតែកាន់កាប់ប្រហែលជាជិត 20% នៃទឹកដីទាំងអស់របស់អ៊ុយក្រែនដែលមានជិត67,000 គីឡូម៉ែត្រក្រឡាផ្ទៃដីភាគច្រើននៅភាគខាងត្បូងនិងខាងកើតនៃប្រទេសអ៊ុយក្រែនកំពុងធ្លាក់ក្នុងការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងកងទ័ពទាំងពីរគឺរុស្ស៊ីនិងអ៊ុយក្រែនដែលជាប្រទេសជិតខាងនឹងគ្នាប្រមាណសប្តាហ៍ចុងក្រោយនេះលោកពូទីនបានបង្ហាញឆន្ទៈដើម្បីចរចាស្វែងរកសន្តិភាពខណៈដែលប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថាលោកចង់បញ្ចប់សង្គ្រាមរុស្ស៊ីអ៊ុយក្រែនឲ្យបានឆាប់តាមរយៈដំណោះស្រាយចេញពីការចរចាទោះជាយ៉ាងណាក៏ដោយរុស្ស៊ីនិងអ៊ុយក្រែននៅតែមិនព្រមចុះសម្រុងគ្នាលើសំណើប័ណ្ណឈប់បាញ់នេះទេប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និយាយថាបទឈប់បាញ់អាចធ្វើទៅបានប្រសិនបើទីក្រុងមូស្គូយកចិត្តទុកដាក់ចំពោះការបិទបញ្ចប់សង្គ្រាមបើតាមលោក Zelensky លោកពូទីនពិតជាចង់បង្ហាញរថក្រោះរបស់គាត់នៅឯក្បួនដង្ហែនៃទីវាលជ័យជំនះ9ឧសភាប៉ុន្តែលោកពូទីនគួរតែគិតអំពីការបញ្ចប់សង្គ្រាមនិងសន្តិភាពមួយរឹងមាំជាមួយនឹងបទឈប់បាញ់ជាអចិន្ត្រៃយ៍ជាថ្មីម្ដងទៀតលោក Zelensky បានសម្ដែងការសង្ស័យយ៉ាងខ្លាំងចំពោះសំណើរបស់រុស្ស៊ីអំពីបទឈប់បាញ់រយៈពេល72ម៉ោងក្នុងប្រទេសអ៊ុយក្រែនដើម្បីប្រារព្ធទិវាជ័យជំនះនេះក្នុងការបិទបញ្ចប់សង្គ្រាមលោកលើកទី2ប៉ុន្តែធាតុពុតទីក្រុងមូស្គូនៅតែបន្តវាយលុករាប់រយដងមកលើប្រទេសអ៊ុយក្រែនក្នុងមួយថ្ងៃទោះបីជាមានការបង្ហាញពីចំណាប់អារម្មណ៍ជាសាធារណៈចំពោះបទឈប់បាញ់រយៈពេល72ម៉ោងក៏ដោយលោក Zelensky រំលឹកថាសូម្បីតែក្នុងអំឡុងពេលបុណ្យ Easter ទោះបីមានការសន្យាថាត្រូវបានផ្អាកប្រយុទ្ធគ្នាក៏ដោយក៏ប្រទេសរុស្ស៊ីបានធ្វើការវាយលុកជាច្រើនរយដងទៅលើប្រទេសអ៊ុយក្រែនហើយសូម្បីតែទៅលើប្រជាជនរុស្ស៊ីក៏វាយប្រហារដែរវិមានក្រមឡើងនិយាយថាបទឈប់បាញ់ក្នុងថ្ងៃទិវាជ័យជំនះនេះក៏នឹងធ្វើឡើងនៅក្នុងហេតុផលមនុស្សធម៌ហើយនឹងដំណើរការចាប់ពីថ្ងៃទី8ខែឧសភាដល់ថ្ងៃទី10ខែឧសភាដើម្បីរំលឹកដល់ជ័យជំនះរបស់ទីក្រុងមូស្គូលើពួកណាស៊ីអាល្លឺម៉ង់ក្នុងឆ្នាំ1945ដែលពេលនោះកងទ័ពក្រហមសូវៀតឈានមុខគេផ្ដួលរំលំរបបអ៊ីតាលីអាល្លឺម៉ង់តែម្ដងលោក Zelensky បានថ្លែងអំណរគុណដល់លោក Pavel ដែលបានបន្តគាំទ្រដល់ប្រទេសអ៊ុយក្រែនប្រធានាធិបតីអ៊ុយក្រែនរូបនេះសង្ឃឹមថានឹងទទួលបាននៅគ្រាប់កាំភ្លើងធំចំនួន 1,800,000 គ្រាប់នៅឆ្នាំ2025នេះដែលជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមដឹកនាំដោយប្រទេសឆេកដើម្បីផ្គត់ផ្គង់ជំនួយយោធាទៅដល់ទីក្រុងគៀវគំនិតផ្ដួចផ្ដើមរកជំនួយគ្រាប់កាំភ្លើងធំរបស់ប្រទេសឆេកចាប់ផ្ដើមនៅក្នុងឆ្នាំ2024ដោយទទួលបានការគាំទ្រខ្លាំងពីសម្ព័ន្ធមិត្ត NATO តាមរយៈសាធារណរដ្ឋឆេកអ៊ុយក្រែនបានទទួលគ្រាប់កាំភ្លើងធំ 1,500,000 គ្រាប់រួចហើយកាលពីចុងឆ្នាំ2024ជាមួយគ្នានេះលោក Zelensky បានលើកឡើងថាលោកពិភាក្សាជាមួយប្រធានាធិបតីឆេកលោក Petr Pavel ពីកម្មវិធីថ្មីមួយទៀតដែលប្រទេសឆេកនឹងបង្កើតសាលាហ្វឹកហ្វឺនសម្រាប់អ្នកបើកយន្តហោះ F-16 គួរមាននៅលើទឹកដីនៃប្រទេសឆេកដែលមានព្រំដែនជាប់នឹងប្រទេសអ៊ុយក្រែន
ដើម្បីបរិច្ចាគថវិកាសូមលោកអ្នកនាងចូលទៅកាន់ទំព័រ Facebook ឬបណ្ដាញសង្គមផ្លូវការរបស់សារព័ត៌មាន The Cambodia Daily រួចស្វែងរកលើតំណភ្ជាប់ឬ link រៃអង្គាសរបស់សារព័ត៌មាន The Cambodia Daily លើ GoFundMe បន្ទាប់មកសូមលោកអ្នកនាងចុចនៅលើប៊ូតុង Donate Now ហើយជ្រើសរើសចំនួនទឹកប្រាក់ដែលលោកអ្នកចង់បរិច្ចាគឬវាយបញ្ចូលដោយផ្ទាល់នៅចំនួនទឹកប្រាក់ទាំងអស់នោះបន្ទាប់ពីវាយបញ្ចូលទឹកប្រាក់រួចទាញចុះមកខាងក្រោមនៅត្រង់ចំណុច Payment Method សូមលោកអ្នកនាងចុចយកពាក្យ Credit ឬ Debit រួចបំពេញ Email ឈ្មោះលេខកាតលេខសម្ងាត់3ខ្ទង់ព្រមទាំងឈ្មោះរបស់លោកអ្នកដែលមាននៅលើកាតបន្ទាប់មកទៀតត្រូវជ្រើសរើសយកប្រទេសដែលលោកអ្នកកំពុងរស់នៅប្រសិនបើលោកអ្នករស់នៅក្នុងប្រទេសកម្ពុជានៅត្រង់ចំណុច Postal Code សូមបំពេញលេខ 12000 បន្ទាប់ពីបញ្ចូលចំនួនទឹកប្រាក់និងព័ត៌មានរួចសូមលោកអ្នកនាងចុចនៅលើប៊ូតុង Donate Now ជាការស្រេចសូមអរគុណ